វីដេអូនេះគឺយើងមកនិយាយអំពីរបៀបនៅក្នុងការប្រើប្រាស់ indicator GEC SMC Pro version 1 របស់យើងហើយសូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់តាមដានមើលវីដេអូនេះមួយដោយកុំ panic សារចុះសារឡើងឬក៏បាទមើលដោយលក្ខណៈថាគ្រាន់តែមើលឲ្យតែចប់គឺមើលដោយយកចិត្តទុកដាក់ពីព្រោះវាគឺជាមធ្យោបាយមួយដែលនឹងរុញច្រានឲ្យបងប្អូនទាំងអស់គ្នាទទួលបាននូវលទ្ធផលចេញពីការ trading ហើយបើសិនជាបងប្អូនទាំងអស់គ្នាគ្រាន់តែមើលវីដេអូឲ្យតែចប់នោះបងប្អូនទាំងអស់គ្នាមិនបាច់ប្រើ indicator ហ្នឹងទេពីព្រោះវាគ្មាន indicator ណាដែលចេញមកឲ្យបងប្អូនងាយស្រួលហើយគ្រាន់តែ follow ទៅបាននោះទេដោយគ្មានការរៀននោះទេគឺត្រូវតែរៀនយកចិត្តទុកដាក់មើលវាឲ្យបានច្បាស់លាស់ហើយកត់ចំណាំរាល់ចំណុចដែលមើលទៅថាមានកន្លែង complicate មានកន្លែងយល់ច្រឡំមានកន្លែងដែលគិតថាមិនទាន់ច្បាស់លាស់អាចកត់ទុកហើយមើលវាឡើងវិញបាទមើលវាឡើងវិញដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងណាអញ្ចឹងនៅក្នុងការប្រើប្រាស់ indicator របស់យើងគឺយើងមានរហូតដល់7មេរៀនចឹងក្នុង7មេរៀននេះក៏មិនមែនជាមេរៀនមកវែងមកមេឃមកដីទេគឺជាមេរៀនខ្លីៗក៏ប៉ុន្តែជាមេរៀនដែលខ្ញុំបានបង្រួមមកឲ្យតូចហើយងាយស្រួលដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកទៅមើលងាយឆាប់យល់ឆាប់ចាប់បានហើយក៏អាចឆាប់យកទៅប្រើប្រាស់បានដែរចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនទី1របស់យើងតែម្ដងមេរៀនទី1របស់យើងគឺយើងនិយាយអំពី bias ជាមុនbias នៅលើ time frame ធំជាមុនអញ្ចឹងនៅក្នុងការដែលយើង trading មិនថាបងប្អូនទាំងអស់គ្នាប្រើ indicator មិនថាបងប្អូនទាំងអស់គ្នា technical analyze មិនថាបងប្អូនទាំងអស់គ្នាបាទប្រើអីទេសំខាន់ជាងគេគឺលំហហេតុអីបានលំហសំខាន់លំហវាគឺជាបាទការកំណត់ពីទិសដៅដែលបង្ហាញថាទីផ្សារមានទំនោរទៅណាទៅលើទៅក្រោមឬក៏ sideways អញ្ចឹងគេដាក់ថាម៉េចកុំបញ្ច្រាស់ trend is your friend អញ្ចឹងគឺបានសេចក្តីថាអា trend ហ្នឹងវាសំខាន់បើសិនជាក្នុងករណីយើង against trend បានន័យថាយើងនឹងកំពុងតែព្យាយាមបាទប្រឆាំងជាមួយនឹងពួក bank ធំប្រឆាំងជាមួយនឹងបាទ trader ជាច្រើនលានអ្នកនៅលើពិភពលោកពីព្រោះហេតុអីនៅពេលដែលមាន trend មានន័យថាធនាគារធំក៏បានបុកទិញពួក retail trader ដូចជាពួកយើងឬក៏អ្នកដែលមានលុយរាប់លានដុល្លារដែរឬក៏អ្នកដែលមានលុយរាប់សែនដុល្លារពួកគាត់ក៏ទិញដូចគ្នាព្រោះដោយសារតែទំនោរត្រូវបានបង្ហាញយ៉ាងច្បាស់ថាវាទៅលើហើយបើសិនជាវាមកក្រោមបានសេចក្តីថា trader ជាច្រើនទៀតឬក៏ពួក institution ធំបាននឹងកំពុងបុកទីផ្សារឲ្យធ្លាក់អញ្ចឹងបើសិនជាយើងបញ្ច្រាស់យកអីទៅបញ្ច្រាស់យក account 1000យក account 10000យក account 100000ដុល្លារយកទៅបញ្ច្រាស់ឬអត់ទេគឺយើងត្រូវ follow trend តែកាលណាយើង follow trend ចង់មិនចង់គឺយើងបានលុយហើយបើសិនជាក្នុងករណីយើងមិន follow trend ទេហើយយើងបញ្ច្រាស់ផ្សារអាងថាទៅចាក់កន្លែងហ្នឹងវា reverse វា reverse ក៏ប៉ុន្តែចិត្តមនុស្សលោភលន់នៅពេលដែលបានចំណេញហើយចង់តែថែមនៅចង់បានចំណេញចង់តែ hold បន្តរហូតដល់ដាច់ account វិញឬក៏ CSL អីចឹងទៅហើយចាប់ផ្ដើមតាំងអារម្មណ៍មួយថាសងសឹកហើយដល់ពេលអាសងសឹកហ្នឹងហើយគឺជាពេលដែលវិនាសហេតុអីពីព្រោះយើងត្រូវបានចូលទៅក្នុងគន្លងនៃ psychology របស់ trading របស់ផ្សារអញ្ចឹងឥឡូវមិនមែនមេរៀន psychology ឥឡូវយើងចូលទៅដល់មេរៀននៅក្នុងការប្រើប្រាស់ indicator សិនអញ្ចឹងនៅក្នុង indicator របស់យើងគេដាក់យ៉ាងច្បាស់មកថា trend គឺសំខាន់ trend is your friend មើលទៅលើ bias ធំមុនមើលទៅលើ higher time frame ឬក៏ទៅលើម៉ោងពេលដែលធំជាមុនសិនបើសិនជា time frame បង្ហាញទិសដៅថា bullish នោះគឺជាអ្វីដែលយើងត្រូវគិតសំខាន់ជាងគេគឺរកចំណុច set up buy បាទបើសិនជា higher time frame ហ្នឹងវាបង្ហាញ bias ថា bearish អាហ្នឹងគឺយើងហៅ set up sell ចឹងនៅក្នុងមេរៀនយើងគេដាក់ថា
higher time frame bias 4 ម៉ោង EMA 50ហ្នឹងមុននឹងគេដាក់ថាមុននឹងរកចំណុច buy ឬក៏ sell ត្រូវកំណត់ទិសដៅធំរបស់ផ្សារជាមុនសិនបើ dashboard ចេញ bullish ពណ៌បៃតងគឺត្រូវរកចំណុចតែ set up buy ជាជាង sell ទោះជាមាន sell signal ក៏ដោយស្ដីថាបើវាចេញ buy ហើយបានន័យថាវាចេញ bullish នៅលើ dashboard របស់យើងវាចេញនៅណាវាចេញទៅណាបាទវាចេញនៅទៅណាវាចេញ trend នេះ bullish trend នេះវាចេញមក bullish ហើយវាចេញ long bias វាចេញ long អញ្ចឹងបានសេចក្តីថាម៉េចបានសេចក្តីថាព្យាយាមរកចំណុច buy កុំរក sell បាទកុំរកចំណុច sell ព្យាយាមរកចំណុច buy ពីព្រោះកាលណាយើងរកចំណុច sell បានន័យថាយើងបញ្ច្រាស់ trend ហើយបើយើងចង់ឆក់ខ្លីៗ10 20លេខយកបានក៏ប៉ុន្តែអា10 20លេខខ្ញុំឃើញតែ account តែញឹកបាទព្រោះឆក់យកខ្លីៗហើយឆក់យកខ្លីៗផ្សារឆក់វិញឆក់វែងឆក់ឲ្យលាយតែម្ដងអញ្ចឹងណាអញ្ចឹងកុំបញ្ច្រាស់ trend អញ្ចឹងចំណុច buy only ថាធ្វើម៉េចបើសិនជាវាចេញ buy មក follow buy បើទោះវាចេញ sell មកក៏កុំចូលដែរពីព្រោះហេតុអីវាបញ្ច្រាស់ trend អញ្ចឹងណាអូខេបើសិនជា dashboard ចេញ bearish ក្រហមគឺត្រូវរក set up sell ជាង buy ទោះជាមាន signal ក៏ដោយអញ្ចឹងដោយអាមុនអញ្ចឹងដូចគ្នាអត់មានអីខុសគ្នាទេតែបើសិនជាក្នុងករណី down trend រកកន្លែង sell បើសិនជាក្នុងករណី up trend រកកន្លែង buy ហើយវាមិនបាច់ចាំពិបាកនៅក្នុងការទៅរកទេពីព្រោះដោយសារតែ signal គឺមានស្រាប់នៅលើ chart តែម្ដងមួយទៀតគឺ market structure ពាក់ព័ន្ធជាមួយនឹង market structure វាមាន breakup structure ហើយនឹង change of character នៅក្នុងនេះខ្ញុំអត់ចង់និយាយអំពី technical អីវែងឆ្ងាយខ្ញុំនិយាយតែខ្លីៗតែប៉ុណ្ណោះឲ្យបងប្អូនទាំងអស់គ្នាចាប់មិនឲ្យបងប្អូនទាំងអស់គ្នាទៅរៀន technical អីណាទេបើយើងមកប្រើប្រាស់ indicator ទៅហើយតែយើងទៅរៀនវែងឆ្ងាយអីពេកទេយើងគ្រាន់តែដឹងថាស្អីគេ breakup structure ស្អីគេ change of character ការវិភាគទៅ market structure របស់យើងគឺការវិភាគទៅលើចលនារចនាសម្ព័ន្ធទីផ្សារ breakup structure បញ្ជាក់ថា trend ចាស់នៅតែបន្តកម្លាំងនៅតែមានកម្លាំងបន្តទៅមុខ trend continuation ដូច្នេះយើងនឹងរកយើងនឹងឃើញមានសញ្ញា buy ឬក៏ sell ចេញជាហូរហែនៅពេលដែលផ្សារបំបែករចនាសម្ព័ន្ធវាដូចអញ្ចឹងបងប្អូនឃើញទេអានេះវាចាប់ផ្ដើមចេញមក sell ត្រូវទាំងអស់ហើយថៃបានបាយចេញមកខុសហើយបើបាយចេញមកខុសមិនបើវានៅកណ្ដាលរែងហ្នឹងវាអត់មាន sweep liquidity ក៏វាអត់មានស្អីទៅបង្កើត breakup structure ហើយក៏វាអត់មានស្អីទៅបង្កើត order block អីណានៅកណ្ដាលរែងកណ្ដាលសមុទ្រហេលហាលហ្នឹងហើយឲ្យទៅបាយមិនចាំខ្ញុំបញ្ជាក់ខាងដើមថាបើទោះបីជាពេលដែលវា bias sell bias ចេញមកគឺ bearish ហើយវាឲ្យ sell ចាំព្យាយាមរកតែ sell ទៅបងប្អូនឃើញនៅពេលដែលបងប្អូន sell ឯងលុយសុទ្ធតែម្ដងតែបើបងប្អូនគ្រាន់តែ buy បញ្ជ្រាបផ្សារភ្លាមអាលាយតែម្ដងឃើញទេ2ដងអាលាយទាំង2ដងអាហ្នឹងគឺអញ្ចឹងសួរថាហេតុអីក៏មិនធ្វើឲ្យ indicator ហ្នឹងចេញតែ buy ចំពេលកន្លែងដែលវាអាហ្នឹង version 1អា version 2វារៀងអែមជាងហ្នឹងប៉ុន្តែ version 1ប៉ុណ្ណឹងសិនចុះអញ្ចឹងណាអូខេអញ្ចឹងយើងបន្តទៅទៀតបងប្អូនឃើញនៅពេលដែលបងប្អូនចូលតាម trend ណាចូលតាមលំហូរបងប្អូននឹងទទួលបានអីគេឧទាហរណ៍ថាបងប្អូន sell កន្លែងនេះមកហើយចុងក្រោយបងអស់នៅកន្លែងនេះដែលជាចំណុចចុងក្រោយដែលជា liquidity sweep 60លេខបាទ60លេខហើយ60លេខទៅណាអញ្ចឹងណាហើយយើងវាស់វែងខ្លួនឯងមួយថ្ងៃរហូតដល់10 20លេខមិនបានផងហ្នឹងជួនកាលហើយប្រើ indicator ហ្នឹងគ្រាន់តែ follow តែមេរៀនប៉ុណ្ណឹងហើយបងប្អូនអស់គ្នាអាចប្រើប្រាស់បានរហូតដល់យក60លេខបានហ្នឹងគឺមិនធម្មតាទេហើយបន្តមកទៀតនៅពេលដែលវាចាប់ផ្ដើមបដូរណាវាចាប់ផ្ដើម change of character វាចាប់ផ្ដើម break up structure ម្ដងនេះមិនបានវាអត់លោតសញ្ញាដោយសារតែវាអត់ទាន់ច្បាស់អំពី
flow វាអត់ត break up វាអត់តមាន change of character ណាមួយកើតឡើងទេនៅពេលដែលវា change of character កើតឡើងវាចាប់ផ្ដើម break up structure វាចាប់ផ្ដើមចេញ by signal វិញហើយអាកន្លែងនេះវាចេញ bullish វាចេញ long ឲ្យតែម្ដងអញ្ចឹងងាយស្រួលគ្រាន់តែ follow តែប៉ុណ្្នឹងមកបងប្អូនអរគ្នាយកលុយបានហើយសហគមន៍មើលបងប្អូនបាយពីហ្នឹងទៅនេះវាចេញសញ្ញាបាយហ្នឹងមកគាត់តែចេញសញ្ញាបាយហ្នឹងមកបិទបកោពឹបចេញមកមួយទៀតធម្មតាបើសិនជាវាត្រូវឡើងទៅលើវាចុះមកក្រោមសិនវាចុះមកក្រោមបន្តិចសិនបានវាអានេះគេហៅថាវា retest បន្តិចហើយទៅវាឡើងទៅពិតប្រាកដអញ្ចឹងឧទាហរណ៍ថាបងប្អូនចូលកន្លែងហ្នឹងសួរថាបានប៉ុន្មានពីហ្នឹងទៅឧទាហរណ៍បានប្រមាណលេខយើងដាក់ target មកហើយឡើងទៅផុត50លេខបាទ50លេខលុយសុទ្ធអញ្ចឹងអាហ្នឹងគឺជាអីគេគឺជាការដែលយើងប្រើប្រាស់ indicator ដែលត្រឹមត្រូវហើយយើង follow trend នេះយើង follow trend is your friend នេះអញ្ចឹងអាកន្លែង break up structure កន្លែងអីហ្នឹងគឺវាអញ្ចឹងវាដាក់មកថាម៉េចវាដាក់ថាបញ្ជាក់ថា trend ចាស់នៅតែមានកម្លាំងបន្តទៅមុខ trend continuation ដូច្នេះយើងនឹងឃើញមានសញ្ញា buy ឬក៏សញ្ញា sell ចេញជាហូរហែនៅពេលដែលផ្សារបំបែករចនាសម្ព័ន្ធម្ដងអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺមានប៉ុណ្ណឹងហើយចំណុច change of character នេះគឺជាសញ្ញាដំបូងដែលបង្ហាញអំពីការផ្លាស់ប្ដូរទិសដៅរបស់ផ្សារអញ្ចឹងនៅក្នុងកន្លែងនេះគេដាក់ថាវិធានប្រតិបត្តិចូល trade លុះត្រាតែ bias និង trend មានពណ៌ដូចគ្នាបៃតងគូនឹងបៃតងក្រហមគូនឹងក្រហមកន្លែងណាគឺកន្លែងនេះកន្លែងហ្នឹងកាលណាវាចេញក្រហមហើយក្រហមហ្នឹងអានោះបានន័យថាវា down trend ហើយអញ្ចឹង follow trend រកកន្លែងតែ sell មកបានហើយបើសិនជាវាចេញ long វាចេញ bullish ហើយចេញ long បែបនេះរកតែកន្លែង buy ទៅបានហើយអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ time frame យើងប្រើប៉ុន្មាននាទី time frame ខ្ញុំ recommend ឲ្យប្រើ5នាទី5នាទីគឺវាចេញច្រើនវាចេញគួរសមចំណាយឲ្យ3នាទីវាចេញច្រើនសម្រាប់អ្នក scalp អ្នកដែលចូលចិត្ត scalping ខ្លីៗ10លេខ5លេខ10លេខ5លេខអាចរកអានឹងបានអញ្ចឹងបងប្អូនទាំងអស់គ្នាមើលទៅបើសិនជាយើងប្រើ3នាទីប្រើ3នាទីវាមាន signal ច្រើនក៏ប៉ុន្តែវាខ្លីក៏ប៉ុន្តែបើបងប្អូនទាំងអស់គ្នា follow trend ណាវាបានដែរប៉ុន្តែ my recommendation ហ្មងខ្ញុំអត់សូវលេង3នាទីទេខ្ញុំលេង5នាទីលេខ5នាទីខ្ញុំចូលតែមួយបើសិនជាក្នុងករណីផ្សារវាចាប់ផ្ដើមបដូរ trend បដូរអីហើយវាចាប់ផ្ដើមចេញ signal ទៅឥឡូវនេះវាអត់សូវចេញ trend ចេញ signal ហ្មងតែទៀតវាចេញ signal ច្រើនហើយដោយសារអីវាបដូរ direction ណាអញ្ចឹងវាតែពេលដែលវាបដូរ direction វាត្រូវទៅលើគឺវារកតែកន្លែងវាចេញតែសញ្ញា sell បាយមកភាគច្រើនតែម្ដងអញ្ចឹងចំណុចនៅក្នុងការប្រើប្រាស់ indicator នៅក្នុងការចូលផ្សាររបស់យើងនៅក្នុងមេរៀនទី1គឺមានប៉ុណ្ណឹងមេរៀនបន្តទៀតគឺខ្ញុំនឹងធ្វើការពន្យល់បន្ថែមថាអ្វីជាអ្វីហើយមេរៀនបន្តដែលយើងត្រូវរៀននោះគឺយល់ដឹងអំពី liquidity sweep buy side sell side liquidity មេរៀនទី1គឺមានប៉ុណ្ណឹងអរគុណ